vậy để cô ai bảo ram bấm phốt nó cứ tu nị ti rồi bỏ bục cồn đại miền tu nị ti từ tu khó trơ hay tranh từ phơi trắng á đôi chia nẹt nòm pịa rồi bỏ thả bàn nia rồi bỏ thầy chỉ bị xe nó cứ hàng nẹt nòm pịa rồi bỏ còn tọp thầy cứ tha ban khai chia mà thơ nên thú ban khai chia với đại thà rong chạm sập sai po miền mình bật hỏi bao tới tận bao rong chạm sập sai po miền mình bật tam để gia ca bom play và distortion ca bom play hay exaggeration bom play tam để gia ca bom play nâng ca bom play nút phụ kế bỏ sai mình trầm trở bỏ sai khó ông pi sẽ cam mà pi bảo bọc bịch cà chia nâng ốc á lòi miên à róm chiết dùng khơi như pi lùm chaនៅក្នុងវីដេអូនេះមិនមែនបាំងសកលនោះទេគឺជាការឆ្លើយសំណួរអ្នកកសែតមិនមែនឃើញអាត្មាសត្វតែបាំងសកលទេញោមបាទ Cambodia's commitment to peace Thailand's distortion of truth អត្ថបទនេះសរសេរដោយលោករដ្ឋសន្តិភាពលោកថាការបដិញ្ញាចិត្តរបស់កម្ពុជាគឺសុំតែសន្តិភាពទេហើយនិយាយអំពីការបំភ្លៃការពិតរបស់ថៃបាទចឹងអានអត្ថបទនេះ In the aftermath of the recent ceasefire agreement in the aftermath of ក្រោយពីបន្ទាប់ពីក្រោយពីមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នាពេលថ្មីនេះមកនោះឬក៏យើងប្រើថាជាលទ្ធផលនៃកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នាពេលថ្មីនេះនោះកម្ពុជានៅតែប្រកាន់ជំហរម៉ឺងម៉ាត់ steadfast firm បាទនៅតែប្រកាន់ជំហរម៉ឺងម៉ាត់នៅក្នុងការបដិញ្ញារបស់ខ្លួនចង់បានសន្តិភាពស្ថិរភាពនិងការគោរពគ្នាទៅវិញទៅមក Cambodian forces and citizens alike កងទ័ពកម្ពុជាក៏ដូចជាពលរដ្ឋទូទៅគឺបានគោរពតាមបាទអបាយនោះគោរពបានគោរពតាមគោលការណ៍នៃការអត់ធ្មត់ការមានវិន័យនិងសេចក្តីថ្លៃថ្នូរដោយប្រជាពលរដ្ឋទាំងទាហានទាំងស៊ីវិលហ្នឹងគឺថាគោរពបាទគោរពទាំងលិខិតនិងស្មារតីនៃបទឈប់បាញ់ Thailand however has chosen a different path ទោះជាយ៉ាងនេះក្តីខាងភាគីថៃគឺអត់ដើរផ្លូវនេះទេគេដើរផ្លូវផ្សេងជំនួសឲ្យការចូលរួមចំណែកនៅក្នុងការបន្ធូរបន្ថយភាពតានតឹងនោះស្ថាប័នមួយចំនួនព្រមទាំងសម្លេងប្រជាពលរដ្ឋខ្លះនៅប្រទេសថៃគេបានបំភ្លៃការពិតផ្សព្វផ្សាយនៅការឃោសនាមិនពិតញុះញង់ឲ្យមានអរិភាពឆ្លោះប្រកែកគ្នាក្នុងចំណោមប្រជាជនទាំងសងខាងព្រំដែនហើយគេឲ្យរង្វាន់ណាហ្នឹងហើយ This action not only undermine ទង្វើសកម្មភាពរបស់ពួកថៃមិនត្រឹមតែបំផ្លាញនៅបទឈប់បាញ់ដ៏ផុយស្រួយប៉ុណ្ណោះទេវាថែមទាំងបំពុលនៅក្តីសង្ឃឹមធ្វើឲ្យពុលមកបំផ្លាញក្តីសង្ឃឹមថានឹងបានសន្តិភាពនិងកិច្ចសហប្រតិបត្តិការយូរអង្វែងបាទយើងឃើញរូបភាពអ្នកយកព័ត៌មានបាទ Most concerning is the role of those entrusted with responsibility អ្វីដែលគួរឲ្យបារម្ភបំផុតនោះគឺតួនាទីរបស់បុគ្គលដែលមានតួនាទីទទួលខុសត្រូវហើយចេញទៅធ្វើអញ្ចឹងណាដូចជាអ្នកនាំពាក្យរបស់ស្ថាប័ននានារបស់ថៃជាពិសេសហ្នឹងគឺខាងអ្នកនាំពាក្យរបស់កងទ័ពថៃគឺថាបានคลายជាបាទ turn into បានคลายជាអ្វីដែលថារោងចក្រផ្សព្វផ្សាយព័ត៌មានមិនពិតទៅហើយបើកទៅបើករោងចក្រផ្សព្វផ្សាយព័ត៌មានមិនពិតតាមរយៈការបំផ្លើសបាទ distortion ការបំភ្លៃហើយ exaggeration បំផ្លើសតាមរយៈការបំភ្លៃនិងការបំផ្លើសនោះពួកគេបកស្រាយមិនត្រឹមត្រូវបាទបកស្រាយខុសអំពីសកម្មភាពរបស់ប្រទេសកម្ពុជានិងអុចអាលឲ្យមានអារម្មណ៍ជាតិនិយម Beyond official channels វាលើសឬហួសពីបណ្ដាញជាផ្លូវការនោះ
អ្នកមានអធិពលហៅថា influencer តាមប្រព័ន្ធផ្សព្វផ្សាយសង្គមមានដូចម្នាក់ឈ្មោះវាសាណាណាំណានុំហ្នឹងហើយបានបន្តតាមនៅអាពាក្យមុសាទាំងនេះទៅទៀតដោយគេបន្ថែមកំហឹងធ្វើឲ្យសាធារណជនថៃនឹងយល់ច្រឡំយល់ខុសនេះវាគ្មានវិជ្ជាជីវៈសារព័ត៌មានខ្មោចស្អីទេទាំងវាមិនមែនជាទឹកចិត្តស្អីជាតិនិយមអីដែរវាជាការឃោសនាដែលរៀបចំឡើងដើម្បីបំបែកបំបាក់ Such conduct directly violates ទង្វើបែបនេះវាបំពានគោលការណ៍នៃរដ្ឋាភិបាលទាំងពីរដែលសុទ្ធតែបដិញ្ញាចិត្តក្នុងអំឡុងនៃកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃ7ខែសីហានៅថ្ងៃទី10ខែកញ្ញានេះ At those meetings Cambodia and Thailand នៅកិច្ចប្រជុំខាងលើនោះកម្ពុជានិងថៃសុទ្ធតែឯកភាពមូលមាត់គ្នាថាការផ្សព្វផ្សាយព័ត៌មានមិនពិតការផ្សព្វផ្សាយព័ត៌មានខុសត្រូវតែបញ្ឈប់ដើម្បីអីគឺដើម្បីបន្ធូរភាពតានតឹងហើយនឹងធានាឲ្យបទឈប់បាញ់នឹងវាថិតថេរជាយូរអង្វែងតទៅខាងកម្ពុជាគោរពយ៉ាងពេញលេញចំពោះគោលការណ៍នេះទោះយ៉ាងនេះក្តីខាងភាគីថៃនៅតែបណ្ដោយឲ្យអ្នកនាំពាក្យរបស់ខ្លួនហើយនឹងអ្នក influencer មានស្ថាបនិកលូអីហ្នឹងអត់គោរពមិនត្រឹមតែមិនគោរពទេបំផ្លាញហ្មងមិនមែនបំផ្លាញត្រឹមតែបទឈប់បាញ់ទេបំផ្លាញទាំងជំនឿទុកចិត្តរបស់ថៃទៀតផងបាទអញ្ចឹងយើងស្លេះប៉ុណ្ណឹងសិនទៅបាទចាំជួបគ្នាបន្តទៀតបាទរដូវកាលទឹកលិចផ្លូវគឺរដូវភ្ជុំនេះឯងចឹង EFK Academy បកប្រែអត្ថបទទឹកលិចផ្លូវមួយPhnom Penh Governor tells authorities to solve flooding issues on National Road 4អភិបាលរាជធានីភ្នំពេញបញ្ជាទៅអាជ្ញាធរមូលដ្ឋានឲ្យលោកសូមចុះទៅដោះស្រាយបញ្ហាជន់លិចនៅផ្លូវជាតិលេខ4ផងជាតិលេខ4ភ្នំពេញ Governor ខួងស្រេង has instructed អភិបាលរាជធានីភ្នំពេញលោកខួងស្រេងបានណែនាំឲ្យមន្ត្រីក្រមអាវ៉ាតមេតាអស់លោកទៅជួយដោះស្រាយបញ្ហាជន់លិចនៅខណ្ឌដូចជាខណ្ឌពោធិ៍សែនជ័យខណ្ឌកំបូលដែលស្ថិតនៅផ្លូវជាតិលេខ4បើអត់ដឹងនេះគាត់ប្រាប់នៅផ្លូវជាតិលេខ4កុំកវត្តតែកកនោះในភាសាសម្ដេចតេជោគាត់ថាក៏វត្តតែកកអត់មើលផ្លូវលោកខួងស្រេងនិងមន្ត្រីសាលារាជធានីភ្នំពេញមួយចំនួនបានអញ្ជើញចុះទៅពិនិត្យស្ថានភាពជន់លិចនៅផ្លូវជាតិលេខ4ស្ថិតនៅក្បែរស្ពានចោមចៅហើយបន្តទៅពិនិត្យស្ថានភាពនៃប្រឡាយឬក៏ព្រែកជីកដែលនៅតាមបណ្ដោយផ្លូវរថភ្លើងស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យនិងខណ្ឌកំបូលរាជធានីភ្នំពេញ There was flooding along some roads due to គួររំលឹកថាមានចំនួនទឹកភ្លៀងមានទឹកជន់កើតឡើងនៅតាមបណ្ដោយផ្លូវមួយចំនួនដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅល្ងាចថ្ងៃប្រហ័សនិងល្ងាចថ្ងៃសៅរ៍គួរតែចាប់មេឃដាក់គុកខ្លះហើយភ្លៀងមកដល់ព្រឹកថ្ងៃអាទិត្យបាទថ្ងៃ14កញ្ញាឆ្នាំ2025រំខានអ្នកទៅកាន់វេនបង Mr. Khung Sreng instructed the Phnom Penh Municipal Department លោកខួងស្រេងបានបញ្ជាឬក៏ណែនាំឲ្យនាយកដ្ឋានសាធារណការនិងដឹកជញ្ជូននៃរាជធានីភ្នំពេញសហការជាមួយនឹងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យនិងខណ្ឌកំបូលសូមបិទបណ្ដោះអាសន្នទៅបិទនៅទ្វារទឹកជំនន់
នៃប្រេជីកឬក៏ប្រឡាយខាងលើនៅតាមបណ្ដោយផ្លូវរថភ្លើងដើម្បីអីដើម្បីឲ្យគង្គាដែលនៅផ្លូវជាតិលេខ4ហ្នឹងអាចស្រកទឹកតាមផ្លូវជាតិលេខ4ហ្នឹងវាអាចស្រកតបិទទ្វារទឹកហើយជួយសម្រួលចរាចរណ៍ផងហើយបិទទ្វារទឹកចំនួននៅផ្លូវជាតិលេខ4ហ្នឹងទៅដែលវាហូរចាក់ទៅស្ទឹងព្រែកថ្នោតណាអស់លោកដើម្បីធ្វើយ៉ាងណាកុំឲ្យទឹកហ្នឹងវាហូរមកលេងភ្នំពេញទៀត Mr. សំពិសិដ្ឋលោកសំពិសិដ្ឋដែលជានាយកនៃនាយកដ្ឋានសាធារណការនិងដឹកជញ្ជូននៃរាជធានីភ្នំពេញនោះបានមានប្រសាសន៍ថាអញ្ចឹងបងប្អូនបកប្រែបានស្អាតកសែតវាស្រួលផងមែនទេភ្លៀងខ្លាំងពេកបន្ទោភ្លៀងទៅបាទភ្លៀងខ្លាំងពេកនៅយប់ថ្ងៃ13ខែកញ្ញាអញ្ចឹងវានាំឲ្យតំបន់ខ្លះលិចទៅណាបងប្អូនលិចជាមកមេឃនេះទោះជាយ៉ាងនេះក្តីនៅវេលាព្រឹកថ្ងៃ14ខែកញ្ញានេះគឺថាទឹក 70% ហើយបានស្រកយើងអ្នកជិះម៉ូតូពិបាកណាស់មែនទេហើយនៅ 30% ទៀតវាស្រកអាចថា 2-3 ម៉ោងទៀតច្រកហើយប្រសិនបើកុំតែទេវតាឲ្យភ្លៀងមកទៀតសំខាន់ទេវតាអង្គណាកាន់ភ្លៀង In general the flood situation has flowed ជាទូទៅស្ថានភាពទឹកចំនួននេះទឹកវាហូរចាក់ទៅខេត្តអីបាទហូរចូលភ្នំពេញហូរចូលភ្នំពេញនេះវាមកពីខេត្តកំពង់ស្ពឺហើយខាងរដ្ឋបាលក្រុងភ្នំពេញហ្នឹងគឺបានប្រឹងប្រែងមិននៅស្ងៀមពាក់តែកវ៉ាត់កនៅតែក្នុង office ទេគឺថារំដោះទឹកបង្វែរទឹកឲ្យទៅកាន់បលាយមេមានបលាយមេទេបងប្អូនហើយនឹងជលដ្ឋានអាងស្តុកទឹកនានាមាននៅភ្នំពេញដើម្បីកាត់បន្ថយមកឲ្យវាលិចម្ដងបើណាក្នុងនោះរួមមានដំណើរការនៃស្ថានីយ៍បូមទឹកបាទមានស្ថានីយ៍បូមទឹកបន្ទាន់ទៀតណាបាទគឺថាមានជាង10ទីតាំងបូមចាក់ផេងបូមទឹកចេញពីទីក្រុងគុជរបស់យើង The governor also instructed អភិបាលរាជធានីភ្នំពេញក៏បានណែនាំឲ្យមន្ទីរនាយកដ្ឋានសាធារណការនិងដឹកជញ្ជូនហ្នឹងសូមអស់លោក promote ហ្នឹងគឺផ្សព្វផ្សាយអំពី rehabilitation of the drainage system អំពីការស្ដារនៅប្រព័ន្ធលូផងអស់លោកមើលលូផងណាអញ្ចឹងខ្ញុំបកប្រែជូនប៉ុណ្្នឹងបាទ